ដី fan នៅក្នុង Facebook ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបានមកមើលនេះទស្សនភាពដីឆេះនៅភូមិកំពង់ឫស្សីឃុំជារួនទី1ស្រុកត្បូងឃ្មុំខេត្តកំពង់ឃ្មុំដែលនៅភូមិស្រុករបស់នាងខ្ញុំផ្ទាល់ចានេះគឺជាទស្សនភាពដីឆេះចាសូមបងប្អូនសូមកេះតិចមកឥឡូវទាំងអស់គ្នាចាំមើលទាំងអស់គ្នាណា1 2 3ចាជឿអត់ប្រិមិត្តនេះខ្ញុំធ្លាប់ថាធ្លាប់តែឃើញចង់និយាយថាអត់ដែរជឿធ្លាប់តែឮគេនិយាយតែឥឡូវបានមកឃើញផ្ទាល់ខ្លួនឯងហើយឥឡូវអូនអាចដាក់ខាងក្រោមទៀតបានទេចាឃើញអត់នេះប្រិមិត្តឃើញអត់ឆេះមែនហើយទាំងអស់គ្នាជឿអត់ជឿចារូបភាពនេះគឺនៅភូមិកំពង់ឫស្សីផ្ទាល់តែម្ដងចាទស្សនភាពនេះគឺកម្របានឃើញណាព្រោះថាប្រទេសកម្ពុជាគឺកម្រមានដីជាតិហ្គាសដែលអាចឆេះភ្លើងបានណាហើយភូមិនឹងខ្ញុំគឺមានហ្គាសចាប់ពីថ្ងៃហ្នឹងទៅហ្គាសនេះគឺអាចដាំបាយបានចម្អិនអាហារបើសិនមានប្រជាជនណាត្រូវការមកដាំបាយអីឡើងអាំងសាច់អីបានណាចាមួយគឺជាទស្សនភាពដ៏កម្រមើលឃើញដីពុះហ៎ពេលមិត្តសុំអុចម្ដងទៀតអុចខាងក្រោមម្ដងទៀតចាអូពិតជាមានហ្គាសជាតិហ្គាសពិតមែនចាអូនេះចាជឿហ៎ចាសូមអរគុណសូម share វីដេអូនេះទាំងអស់គ្នាផងណា